Okay, hello everyone. Okay សូមស្វាគមន៍មកកាន់ channel ខ្ញុំរៀនដើម្បីសិក្សាភាសាអង់គ្លេសជាមួយខ្ញុំបាទទាំងអស់គ្នាបាទអញ្ចឹងសម្រាប់មេរៀននៅក្នុងថ្ងៃនេះគឺខ្ញុំបាទលើកយកតើតើនឹងរបៀបនៃការប្រើ collocation ដែលផ្ដើមដោយ get អញ្ចឹងពាក្យថា collocation មានន័យថាក្រុមពាក្យអញ្ចឹងមានន័យថាក្រុមពាក្យដែលផ្ដើមដោយ get អញ្ចឹងយើងទៅមើលទាំងអស់គ្នាតើមានពាក្យខ្លះដែលផ្ដើមដោយ get ដែលយើងលើកយកមកសិក្សានៅក្នុងថ្ងៃនេះបាទអញ្ចឹងពាក្យទី1របស់យើងគឺពាក្យថា get away get away អញ្ចឹងពាក្យថា get away នេះបកថាចេញពីឬក៏ចាកចេញ get away ហើយពាក្យទី2របស់យើងគឺពាក្យថា get along with មានន័យថាចុះសម្រុងគ្នាអញ្ចឹង get along with ចុះសម្រុងគ្នាហើយពាក្យទី3គឺពាក្យថា get together អញ្ចឹងពាក្យនេះយើងបកថាជួបជុំគ្នា get together ហើយពាក្យទី4គឺពាក្យ get into ពាក្យថា get into បកថាចាប់អារម្មណ៍ទៅលើអ្វីមួយអូខេហើយពាក្យចុងក្រោយរបស់យើងគឺពាក្យថា get on អញ្ចឹងពាក្យថា get on មានបកថាឡើងជិះឬក៏ស្និទ្ធស្នាលអូខេអញ្ចឹងដើម្បីឲ្យច្បាស់ជាងនឹងទៀតយើងអាចទៅសិក្សាទៅលើឧទាហរណ៍ជាមួយខ្ញុំបាទទាំងគ្នាអូខេអញ្ចឹងតើតើនឹងពាក្យទី1របស់យើងមិញអញ្ចឹងពាក្យទី1របស់យើងគឺពាក្យថា get away ពាក្យថា get away ចេញពីចាកចេញឬក៏លំហែអញ្ចឹងពាក្យហ្នឹងយើងអាចបកបាន3អូខេយើងមើល example ទាំងអស់គ្នាគេដាក់ថា the chief ហ្នឹងមានន័យថាចៅទាំងអស់គ្នាស្គាល់ចៅអត់ the chief got away អញ្ចឹងពាក្យ got ទាំងអស់គ្នាពាក្យ got នេះគឺជា past simple របស់ពាក្យថា get អញ្ចឹងនៅពេលដែលយើងប្រើនិយាយអំពីសកម្មភាពអតីតកាលណាមួយយើង change ពាក្យ get នេះទៅជាពាក្យ got អញ្ចឹង got away the chief got away before the police arrived the chief got away before the police arrived មានន័យថាម៉េចបងប្អូនមានន័យថាចៅបានរត់គេចខ្លួនវាមានន័យថាវាចាក់ចេញពីកន្លែងកើតហេតុហ្នឹងចៅបានរត់គេចខ្លួនមុនពេល police មកដល់អញ្ចឹងពាក្យថា before នេះមុនពេលហើយ arrive នេះមកដល់ police អូខេឧទាហរណ៍ទី2គេដាក់ថា she couldn't get away from work មានន័យថានាងមិនអាចចាក់ចេញពីការងារបានទេអូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្ទាប់គឺពាក្យថា get along with ចុះសម្រុងគ្នាអូខេ look at the example យើងមើលទៅលើឧទាហរណ៍គេដាក់ថា she gets along with everyone មានន័យថានាងចុះសម្រុងជាមួយមនុស្សគ្រប់គ្នានេះ she gets along with everyone នេះទាំងអស់គ្នាឬក៏គ្រប់គ្នាអូខេយើងមើល example ទី2របស់យើងគេដាក់ថា do you get along with your brother មានន័យថាតើអ្នកចុះសម្រុងជាមួយបងប្អូនប្រុសរបស់អ្នកទេ do you get along with your brother អូខេអញ្ចឹងពាក្យថា get along with នរណាម្នាក់នោះមានន័យថាចុះសម្រុងគ្នាជាមួយនរណាម្នាក់អូខេចូលទៅកាន់ពាក្យបន្ទាប់របស់យើងគឺពាក្យថា get together បកថាជួបជុំគ្នាអូខេ example ឧទាហរណ៍របស់យើងគេដាក់ថា let's get together this weekend មានន័យថាតោះជួបជុំគ្នានៅចុងសប្តាហ៍នេះមានន័យថាគេបបួលគ្នាណាតោះជួបជុំគ្នានៅចុងសប្តាហ៍នេះ let's get together this weekend weekend នេះថ្ងៃចុងសប្តាហ៍អូខេយើងចូលទៅកាន់ឧទាហរណ៍បន្ទាប់គឺ our family gets together every new year មានន័យថាគ្រួសាររបស់យើងជួបជុំគ្នារៀងរាល់ឆ្នាំថ្មី New Year នៃឆ្នាំថ្មី every new year រៀងរាល់ឆ្នាំថ្មីអូខេ get together អូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្ទាប់គឺពាក្យថា get into បកថាចាប់អារម្មណ៍ទៅលើអូខេ example ឧទាហរណ៍របស់យើងគេដាក់ថា I got into អញ្ចឹងខ្ញុំបានបញ្ជាក់មិញហើយគឺពាក្យថា got នេះវាជា verb past របស់ get អញ្ចឹងគេនិយាយអំពីសកម្មភាពអតីតកាលគេប្រើ got I got into photographer last year មានន័យថា photographer នេះគឺការថតរូបទាំងអស់គ្នាអញ្ចឹង I got
into photographer last year កាលពីឆ្នាំមុនចឹងមានន័យថាខ្ញុំបានចាប់អារម្មណ៍ទៅលើការថតរូបកាលពីឆ្នាំមុន I got into photographer last year ពាក្យនេះយើងអានថា photographer I mean photography ណាបងប្អូនគ្នាចឹង correct pronunciation ការបញ្ចេញសំឡេងដែលត្រឹមត្រូវរបស់វាគឺ photographer last year អូខេឧទាហរណ៍ទី2 she is getting into English she is getting into English she is getting into English មានន័យថានាងកំពុងចាប់អារម្មណ៍ទៅលើភាសាអង់គ្លេសនាងកំពុងចាប់អារម្មណ៍ទៅលើភាសាអង់គ្លេស she is getting into English អញ្ចឹងតើតើនឹងកាលនេះវាស្ថិតនៅក្នុងការ present continuous ទាំងអស់គ្នាមានន័យថាបច្ចុប្បន្នកាលកំពុងបន្តយើងបកថាកំពុង she is getting into English អូខេអញ្ចឹងសម្រាប់ពាក្យបន្តគឺយើងចូលទៅដល់ពាក្យថា get on អញ្ចឹងពាក្យថា get on យើងបកថាឡើងជិះឬក៏ស្និទ្ធស្នាលអូខេ example អញ្ចឹងយើងមើលលើ example នេះមុនគឺតើតើសកម្មភាពក្មេងៗគាត់បានឡើងរថយន្តសាលាណាគាត់បាននិយាយថា we need to get on the bus មានន័យថាពួកយើងត្រូវឡើងឡានហើយ we need to get on the bus ពួកយើងត្រូវឡើងជិះឡានហើយអញ្ចឹងដល់ម៉ោងដែលគាត់ឡើងឡានណាគាត់បាននិយាយថា we need to get on the bus ពួកយើងត្រូវឡើងឡានហើយអូខេ example បន្ទាប់គេដាក់ថា I get on with my neighbor I get on with my neighbor មានន័យថា neighbor នេះអ្នកជិតខាងណាបងប្អូនខ្ញុំចុះសម្រុងជាមួយនឹងអ្នកជិតខាងរបស់ខ្ញុំ I get on with my neighbor អូខេ example ទី2របស់យើងគេដាក់ថា they get on well with each other មានន័យថាពួកគេចុះសម្រុងគ្នាបានល្អនេះ get on well នេះបានល្អ get on well with each other មានន័យថាពួកគេចុះសម្រុងគ្នាបានល្អអញ្ចឹងពាក្យថា get on មានន័យថាឡើងជិះឡានឡើងជិះអ្វីមួយហើយអត្ថន័យទី2គេបកថាស្និទ្ធស្នាលអូខេអរគុណបងប្អូនសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយកុំភ្លេចជួយចុច subscribe ទៅលើ channel YouTube ខ្ញុំបាទហើយក៏ដូចជាជួយចុច follow ទៅលើ Facebook page និងជួយ follow ទៅលើ TikTok របស់ខ្ញុំបាទមួយផងដើម្បីទទួលបានការ upload នៅមេរៀនថ្មីៗពីខ្ញុំបាទជាបន្តទៀតបាទសូមអរគុណបងប្អូនជម្រាបលា see you next video